បាទសួស្តីបងប្អូនអរគុណសូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីដែលក្នុងវីដេអូនេះគឺតាក់ទងជាមួយព័ត៌មានមួយបាទថ្មីទេបងប្អូនអរគុណដែលមានបរិសម្នាក់ខឹងម្ចាស់ផ្ទះកុំឲ្យលោឡានេះបងប្អូនអរគុណហើយបរិសនោះក៏បានដកកំបិតចាក់សម្រាប់ម្ចាស់ផ្ទះបាទចាក់ស្លាប់ភ្លាមនៅកន្លែងកាត់ហេតុអញ្ចឹងសូមបងប្អូនចូលតាមដានទស្សនាព័ត៌មាននេះជាមួយនឹងអេដមីនទាំងអស់គ្នាបងប្អូនណាបាទប្រពន្ធទៀតក៏ដៃឆៅចូលទៅមកតាមណាអូនមកបងរឿងបកគោគឺបកគោបងអត់ទេបកគោគឺបកគោបងកំថៃបាទចូលក្នុងបាប់លើគាត់មួយបាទបាប់លើគាត់មួយបាទប្រពន្ធអត់ដឹងអីទេខំលុកដៃឈើធាក់មកពីផ្សារវិញត្រូវបានដឹងដំណឹងថាប្តីរបស់គាត់បានប្រព្រឹត្តបាទចាក់សម្លាប់ម្ចាស់ផ្ទះមានករណីធិតកម្មម្នាក់ជួបផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះគ្រាន់តែរឿងស្ដីបន្ទោសការលោឡារំខានទៅដល់អ្នកជួបផ្ទះផ្សេងមុនពេលកាត់ហេតុតាមប្រភពព័ត៌មានដែលយើងទទួលបានគឺម្ចាស់ផ្ទះហ្នឹងគួយគាត់មកអង្គុយងឹងហ្នឹងបាទមកអង្គុយងឹងហ្នឹងហើយជន់ដៃដល់គឺមានការលោឡាធ្វើឲ្យម្ចាស់ផ្ទះហ្នឹងគឺបានស្ដីបន្ទោសទៅដល់អ្នកដែលជួបផ្ទះកុំឲ្យលោឡារំខានទៅដល់អ្នកជិតខាងស្រាប់តែជន់ដៃដល់គឺមានចិត្តក្តៅហើយក៏មានការគុំគួនទៅលើម្ចាស់ផ្ទះបានទាញកំបិតចុងស្រួចដេញចាក់បានម្ចាស់ផ្ទះគ្រាន់តែឃើញជន់ដៃដល់កាន់កំបិតហ្នឹងគឺស្ទុះចេញពីរឹងរត់ទៅផ្ទះគាត់នៅខាងក្រៅផ្ទះហ្នឹងត្រូវបានជន់ដៃដល់ជាធិតកោអ្នកជួបផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះបណ្ដោយស្លាប់បាត់បង់ជីវិតនៅក្នុងស្លុកឈាមយ៉ាងអនាធមបន្ទាប់ពីការហេតុជន់ដៃដល់គឺបានរត់គេចខ្លួនចាក់ចេញពីកន្លែងការហេតុសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មិនថាព្រមមិនទាន់ខ្លួនព្រមមិនទាន់ស្រាមូលដ្ឋាននៅក្នុងសកាត់ចាក់ហែនេះក៏ចូលដល់ទីតាំងនេះដែរដើម្បីធ្វើការឈានទៅដល់ការចាប់ខ្លួនជនដៃដល់បងស្រីមុនពេលការហេតុបងឃើញហេតុការយ៉ាងម៉េចដែរបងហេតុការហ្នឹងដូចថាចូលមកអញ្ចឹងវានិយាយថាឲ្យក្តោយអីអញ្ចឹងទៅហើយទៅជនរងគ្រោះនៅនឹងថាម៉េចអីវាបាទខ្ញុំនិយាយខ្លីទៅគឺគំនុំគំនុំចាស់កម្មប្រិម SBL ជាទីមេត្រីនៅវេលាម៉ោង9នៅថ្ងៃទី26ខែមីនាឆ្នាំ2026ខ្ញុំបាទចង់ពួននិងក្រុមការងារកំពុងតែស្ថិតនៅតាមដែនប្រវេតុងក្នុងភូមិតនូ2សង្កាត់ចាក់ង៉ៃលើខណ្ឌមានជ័យរៀងពេញមុននេះបន្តិចមានការអំពើធិតកម្មដោយជួបបន្ទប់ចាក់សម្លាប់អ្នកម្ចាស់ផ្ទះបាទបណ្ដាឲ្យស្លាប់បាត់បង់ជីវិតនៅនឹងខាងក្រៅផ្ទះអប្រិមត្តជនជាទីគោរពធិតកោដៃឆៅគឺមានការឌឺដងពាក្យសម្ដីទៅលើម្ចាស់ផ្ទះបន្ទាប់ពីម្ចាស់ផ្ទះបានណែនាំប្រាប់កុំឲ្យលោឡារំខានទៅដល់អ្នកជិតខាងជនណៃដល់ចិត្តឆៅមិនដឹងថាកំណុំតាំងពីពេលណាមកទេគឺបានជេរទៅកាន់ម្ចាស់ផ្ទះបាទក្នុងពាក្យអាសរោះរួចក៏ទាញកំបិតចុងស្រួចដេញចាក់ម្ចាស់ផ្ទះតែកំពុងតែអង្គុយលឿងរឹងបាទហើយម្ចាស់ផ្ទះគ្រាន់តែឃើញថាជនណៃដល់កាន់កបិតមកស្ទុះចាក់ខ្លួនក៏បានរត់បាននៅផ្លូវខាងក្រោយបាទបំរុននឹងចូលផ្ទះត្រូវបានជនណៃដល់ចាក់ជាច្រើនកបិតបណ្ដាលស្លាប់បាត់បង់ជីវិតនៅទ្រុកឈាមស្លាប់យ៉ាងអនាធមនៅខាងក្រោយផ្ទះរបស់គាត់តែម្ដងប្រិមត្តជនជាទីគោរពបន្ទាប់ពីជនដៃដល់ដែលជាធិតកោបានប្រព្រឹត្តចាក់សម្លាប់ទៅលើជនរងគ្រោះដែលជាម្ចាស់ផ្ទះអ្វីប្រហែលជា60ជាងឥឡូវត្រូវបានរត់ចាក់ចេញពីកន្លែងកាត់ហេតុហើយឯប្រពន្ធដែលយើងទទួលបានថាលោកកន្លែងឈើនៅផ្សារហ្នឹងគឺមិនទាន់ត្រឡប់មកផ្ទះវិញនោះទេមិនដឹងថាគាត់បានដឹងប្តីរបស់គាត់បានប្រព្រឹត្តអំពើឃាតកម្មចាក់សម្លាប់ម្ចាស់ផ្ទះដែរឬទេប្រិយមិត្តជនជាទីគោរពយើងឃើញថាឥឡូវមកដល់ពេលនេះសមាជិកកសបច្ច័យលោកបានមកហុំព័ទ្ធជុំវិញទីតាំងកន្លែងកាត់ហេតុមុខផ្ទះជនរងគ្រោះក៏ដូចជាខាងក្រោយកាត់ហេតុដើម្បីកំណត់នឹងកសបច្ច័យការចាក់សម្លាប់ទៅលើជនរងគ្រោះចំចំណុចណាខ្លះនិងស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនទៀតកដៃឆៅយកមកផ្ដន់ទៀតទោសទៅតាមផ្លូវច្បាប់ផងដែរប្រិមត្តនេះគឺជាផ្ទះជនរងគ្រោះបាទ2 3ល្វែងហើយមានបន្ទប់ជួលនៅខាងក្រោយបាទគឺនៅខាងក្រោយនោះគឺជាបន្ទប់ជួលរបស់គាត់បាទហើយវ័យរបស់គាត់នោះគឺ60ជាងឥឡូវនោះយើងឃើញនឹងបងប្អូនរបស់គាត់សមាជិកកំពុងតែធ្វើសរចៃនិងសួរនាំបាទដើម្បីឈានដល់ការចាប់ខ្លួនអធិកោដៃឆៅនឹងផងដែរបើតាមប្រភពព័ត៌មានសូមមិនចេញឈ្មោះបន្ថែមទៀតហ្នឹងគឺកន្លងមកហ្នឹងគឺជនដៃដល់តែងតែមានបាទបញ្ហាជាមួយម្ចាស់ផ្ទះលើកឡើងថាគឺគាត់អត់សូវចូលចិត្តម្ចាស់ផ្ទះទេបាទសូវចូលចិត្តម្ចាស់ផ្ទះមិនដឹងថារឿងលុយកាក់ជួបផ្ទះឬក៏ពាក្យសម្ដីណាមួយដែលធ្វើការណែនាំទៅកាន់គាត់ទៅគាត់មិនសប្បាយចិត្តឈានដល់មានកំណុំរហូតមកដល់ថ្ងៃទី26ម៉ោងប្រហែលជា7ល្ងាចនៅថ្ងៃនេះតែម្ដងជនដៃដល់គឺបានយកកបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះរួចក៏បានបោះកបិតចោលរបងផ្ទះចំណែកជនរងគ្រោះស្លាប់នៅខាងក្រោយផ្ទះតែម្ដងឥឡូវកុំឲ្យពេលវេលាកាន់តែមួយងយូរយើងក៏សាកសួរអ្នកដែលឃើញហេតុការណ៍ក៏ដូចជាប្រភពព័ត៌មានដែលយើងទទួលបានអ្នកធ្វើទេបងអត់អីទេយើងឃើញបាទនៅបងប្អូនអរគ្នាអញ្ចឹងតើតើជាមួយនឹងករណីមួយនេះបើតាមការបកស្រាយរបស់ idol របស់យើងគឺបងបានបកស្រាយថា
បាទគឺម្ចាស់ផ្ទះហ្នឹងដោយសារតែគាត់ជួផ្ទះទៅឲ្យជន់ដៃដល់ហ្នឹងបងប្អូនអ្នកគ្នាហើយជន់ដៃដល់ហ្នឹងប្រហែលយើងអាចមានប៉ះពាក្យសម្ដីគ្នាពីមុនមកកន្លងមកអញ្ចឹងទៅក៏មានការគុំគួនហើយនៅថ្ងៃទី26ហ្នឹងដូចជាប្រហែលយើងអាចប៉ះពាក្យខ្លាំងដោយម្ចាស់ផ្ទះហ្នឹងឃើញជន់ដៃដល់ហ្នឹងគឺបែបជារបៀបដូចជាអាចជួបជុំឬក៏មានម៉ត់ឡូឡាដែលវាអាចរំខានអ្នកដែលនៅចិត្តខាងហ្នឹងណាបងប្អូនអ្នកគ្នាហើយក៏ម្ចាស់ផ្ទះលោកក៏បានហាមប្រាមទៅតែអកុសលអ្វីគឺបាទជនឯដល់គឺបានទៅយកកំបិតមុតស្រួយទៅចាក់ចាស់ផ្ទះបងប្អូនអរគ្នាហ្នឹងហើយហើយក៏ទៅមនុស្សយើងឥឡូវគឺសាហាវមានបងប្អូនអរគ្នាហ្នឹងហើយឥឡូវយើងទៅតាមដានទស្សនាបន្តទៀតបងប្អូនណាមិត្តគឺប្រពន្ធគឺបានមកហើយបាទបានមកដឹងដំណឹងថាប្តីរបស់គាត់ហ្នឹងគឺបានចាក់សម្លាប់ទៅលើម្ចាស់ផ្ទះបណ្ដោយសាររូបភាពអីនេះខឹងខុសខឹងខាតខឹងធ្វើឲ្យប្រពន្ធកូនហ្នឹងគឺមានវិរិយស្រីធ្វើឲ្យខុសអនាគតកូនអញ្ចឹងបងប្អូនយើងអញ្ចឹងកុំយកកំហឹងទោកំហរដូចជាករណីនេះអញ្ចឹងប្រពន្ធកូនអត់ដឹងអីទេបាទមកពីលោកផ្លែឈើវិញទើបដឹងដំណឹងថាប្តីហ្នឹងគឺបានចាក់សម្លាប់ទៅលើម្ចាស់ផ្ទះហើយរត់បាត់ស្មៅពលពេលការហាយបតាមប្រភពព័ត៌មានបឋមដែលយើងទទួលបានអ្នកដែលឃើញហេតុការណ៍គឺម្ចាស់ផ្ទះហ្នឹងគឺគាត់មកអង្គុយហឹងបាទមកអង្គុយហឹងក្បែរចំណោទម៉ូតូម្ចាស់ផ្ទះហ្នឹងគឺបានស្រែកប្រាប់ថាកុំឲ្យមាត់លឺរំខានទៅដល់អ្នកដែលគាត់រស់នៅក្បែរនេះជនឯដល់គឺមានចិត្តខឹងហើយក៏មានការគុំគួនម្ចាស់ផ្ទះតាំងពីពេលណាមកគឺទាញកបិតចុងស្រួចដេញចាក់ម្ចាស់ផ្ទះហើយម្ចាស់ផ្ទះឃើញថាជនឯដល់យកកបិតដេញចាក់ខ្លួនក៏បានរត់ស្ទុះទៅខាងក្រោយផ្ទះដើម្បីកិច្ចខ្លួនក៏ប៉ុន្តែជាអកុសលត្រូវបានជនឯដល់ចាក់ជាច្រើនកបិតស្លាប់បាត់បង់ជីវិតនៅថ្លុកឈាមខាងក្រោយផ្ទះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហេតុហើយជនឯដល់បានបោះកបិតចោលទៅម្ខាងរួចរត់គេចបាត់សម្ោតែម្ដងរំដល់ពេលនេះមិនកិច្ចមូលដ្ឋាននៅខណ្ឌមានជ័យក៏ដូចជាសហការជាមួយនឹងសមាជិកក្រុងព្រមទាន់ធ្ងន់ព្រមទាន់ស្រាក៏ដូចជាសមាជិកសសបច្ច័យមកពិនិត្យទៅលើសាកសពជនរងគ្រោះនិងកសបច្ច័យស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនធិតកោដែលបានចាក់សម្លាប់ម្ចាស់ផ្ទះផងដែរពុនបាទធិតកោបាទប្រពន្ធជនឯដល់គឺគាត់បានត្រឡប់មកពីផ្សារលក់ផ្លែឈើទាំងកូន2នាក់បាទមកហ្នឹងស្រឡាញ់កាំងតែម្ដងដែលទទួលដំណឹងមិនល្អថាប្តីរបស់គាត់ហ្នឹងគឺបានចាក់សម្លាប់ម្ចាស់ផ្ទះរត់បាត់ហើយធ្វើឲ្យប្រពន្ធកូនហ្នឹងគឺកាំងបាទយំបាត់ស្មារតីតែម្ដងតែហើយនេះគឺជាអ្វីដែលជាសារជាព័ត៌មានមួយដាស់តឿនទៅដល់បងបាទកុំយកកំហឹងទោកំហរដូចជាករណីនេះអញ្ចឹងកាលណាយើងយកកំហឹងទោកំហរវាអត់ចំណេញទេវាធ្វើឲ្យខូចអនាគតទៅដល់ប្រពន្ធកូនរបស់យើងហើយកូនយើងតូចហើយសួរថាយើងបានចំណេញអីបាទតែពេលដែលយើងខឹងមួយឆាយហើយយើងតែងតែយកកំហឹងហ្នឹងយកទៅប្រព្រឹត្តអ្វីមួយដូចជាអំពើសារនិងករណីធាតុកម្មនេះអញ្ចឹងឥឡូវជនរងគ្រោះវ័យ60ឆ្នាំជាងជាអតីតបលិសអចូលអត្រែតត្រូវបានស្លាប់បាត់បង់ជីវិតហើយសូមចូលរួមអសោកស្ដាយទៅលើគ្រួសារនៃសពផងដែរហើយសូមចូលរួមបាទអសោកស្ដាយទៅលើប្រពន្ធកូនជនដាច់ដល់ជាធិតកោដែលគាត់អត់ដឹងអីនោះបាទអរគុណប្រិយមិត្តកម្មចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ពួននិងអូនីឌីបើសិនជាការអធិប្បាយលើលោកខ្វះខាតចំណុចញ៉ាំសំឡុងក៏សូមកាន់តែអភ័យទោសនិងបន្ថែមខ្ញុំនឹងអាប់ដេតទៅគេហទំព័រ SBL News អរគុណបាទបងប្អូនអ្នកគ្នាចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែករំលែកទៅកាន់ពុកម៉ែមានបងប្អូនអ្នកគ្នាទូជាដំណឹងហើយយើងសង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទអរគុណច្រើន